ចំណុចសំខាន់ដែលអ្នកមិនធ្លាប់ដឹងពីតុកដៃការិយាល័យ Brand Unit អូខេអញ្ចឹងមកចង់ដឹងថាចំណុចសំខាន់មានអ្វីខ្លះតោះទៅទស្សនាវីដេអូទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងមកមើលការ design របស់តុកដៃ Brand Unit របស់យើងវិញចំពោះការ design គេ design មកជាប់ជាមួយនឹងកេពីសងខាងស្រាប់ហើយអ្វីដែលការនេះពិសេសគឺមានថតធំនៅចំកណ្ដាលមួយផងដែរដែលអាចឲ្យបងដាក់ជាប្រភេទឯកសារ A4 ឬក៏សម្ភារៈប្រើប្រាស់បានផងដែរហើយចំពោះថតធំនៅកណ្ដាលនេះគឺចូលមកជាមួយនឹងសោសុវត្ថិភាពផងដែរដែលអាចឲ្យបងចាក់នៅពេលដែលបងដាក់ជាប្រភេទឯកសារសំខាន់ឬក៏សម្ភារៈប្រើប្រាស់បានផងដែរគឺមានសុវត្ថិភាពមែនទែនហើយចំពោះកេតុកទាំងសងខាងនេះគឺមានអត្ថប្រយោជន៍ទៅតាមថតនីមួយថតខាងលើគឺយើងអាចដាក់ជាប្រភេទឯកសារ A4 ឬក៏សម្ភារៈប្រើប្រាស់បានផងដែរថតកណ្ដាលជាប់មកជាមួយនឹងកន្លែងសម្រាប់ឲ្យយើងអាចដាក់បានដូចជាប៊ិចបន្ទាត់ឬក៏ខ្មៅដៃជាដើមហើយចំពោះនៅខាងក្រោមនេះក៏យើងអាចដាក់ជាប្រភេទឯកសារ A4 ឬក៏សម្ភារៈប្រើប្រាស់បានដូចគ្នាថតខាងក្រោមចឹងចំពោះថតធំនៅខាងក្រោមនេះគឺមកជាមួយនឹងទំហំធំហើយអ្វីដែលកាន់តែពិសេសគឺជាប់មកជាមួយនឹងដៃខាន់ដែលអាចឲ្យបងដាក់ខាន់ងាយស្រួលនៅក្នុងការព្យួរសមីបានច្រើនហើយអ្វីដែលកាន់តែពិសេសនៅខាងក្រោមនេះបងអាចដាក់ជាប្រភេទសម្ភារៈប្រើប្រាស់បានផងដែរចំពោះកេតុករបស់យើងទាំងសងខាងគឺមានភ្ជាប់មកជាមួយនឹងសោសុវត្ថិភាពរួមដែលចាំម្ដងគឺជាប់ទាំងអស់តែម្ដងគឺសុវត្ថិភាពមែនទែនសម្រាប់ក្តារនៅខាងលើវិញគឺមានទំហំធំដែលអាចឲ្យបងដាក់ជាសម្ភារៈប្រើប្រាស់បានច្រើនតែអ្វីដែលកាន់តែពិសេសគឺយើងមានកន្លែងសម្រាប់សោកខ្សែភ្លើងផងដែរសម្រាប់តុកដៃ Brand Unit នេះវិញគឺស្តង់ដាររបស់ប្រទេសជប៉ុនហើយអ្វីដែលកាន់តែពិសេសតុកដៃនេះក៏មានការធានា3ឆ្នាំពេញទៅលើទឹកថ្នាំហើយក៏មានការធានារហូតដល់1ឆ្នាំពេញផងដែរទៅលើសោហើយនិងរ៉ៃអញ្ចឹងសម្រាប់ទំហំតុកវិញគឺបានបដ 1.40 ម៉ែត្រទៅតឹងបាន70ហើយចំពោះកម្ពស់វិញគឺបាន75សង់ទីម៉ែត្រហើយសម្រាប់បងកំងឥឡូវនេះនឹងទទួលបានការបញ្ចុះតម្លៃពិសេសគឺតម្លៃពេញ$230បញ្ចុះសល់ត្រឹមតែ$184តែប៉ុណ្ណោះតោះនៅចាំឲ្យទៀតបន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយតុកដៃការិយាល័យ Brand Unit